បាទសួស្តីសិស្សគុណទាំងអស់គ្នាបងប្អូនម៉ែទាំងអស់បាទនេះគឺជាកិច្ចស្លកមួនឬក៏ហៅថាធ្វើវិធីដាស់ក្រមួននៅក្នុងថ្ងៃឆ្លងខែឆ្លងឆ្នាំនៅក្នុងរាត្រីម៉ោង 10 ជាងហើយតម្រាំតែចប់ហើយចូលម៉ោង 1 អីហ្នឹងបាទហ្នឹងហើយថ្ងៃនេះគឺថាត្រូវបញ្ចេញរិទ្ធបញ្ចេញអំណាចយើងអញ្ជើញគុំនៃរិទ្ធានុភាពទាំងអស់បាទហើយគឺមិនមែនធម្មតាទេថ្ងៃនេះគឺថាយើងធ្វើវិធីកិច្ចឲ្យពេញលក្ខណៈនៃមុនវិជាការមហាវិទ្យាមន្តដើម្បីនឹងជាប្រយោជន៍ដល់សិស្សគុណដែលគាត់មាននិស្ស័យទៅលើកមួនស្នេហ៍ស័ក្តិសិទ្ធិដែលសាងចេញពីផ្កាវទាលហើយនឹងធ្វើវិធីនៅក្នុងថ្ងៃឆ្លងឆ្នាំឆ្លងខែនិងឆ្លងថ្ងៃខែ 12 នេះដល់ចូលនៅក្នុងថ្ងៃ1ខែ1នៅក្នុងថ្ងៃស្អែកហើយថ្ងៃនេះទៀតសោតគឺពួកនៃរិទ្ធអំណាចទេវតាពលឹងវិញ្ញាណនៃទេពទាំងឡាយនឹងឆ្លងពេលវេលាផ្លាស់ប្ដូររាត្រីកាលផ្លាស់ប្ដូរនៃទេពទាំងឡាយដែលចុះមកថែរក្សាមនុស្សលោកចឹងអស់លោកដែលមានរិទ្ធមានអំណាចក្នុងចក្រវាលនៅក្នុងថ្ងៃនេះក៏លោកយើងមកដើម្បីផ្លាស់វែងហើយក៏ទល់ខ្នងរងមុខធ្វើពិធីកិច្ចដើម្បីឲ្យមានរិទ្ធដូចតទៅចឹងសូមអ្នកដែលមានជំនឿចូលត្រេកអរហើយនឹងសេចក្តីតាំងចិត្តទាំងអស់គ្នា